ជាតំបងសូមនមស្ការចំពោះគុណម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរដល់ញាតិញោមប្រុសស្រីទាំងអស់នេះជាសកម្មភាពរបស់ព្រះសង្ឃកំពុងតែប្រមៀលដុំថ្មចេញពីខឿនសឡំដើម្បីយកទៅដាក់នៅកន្លែងថ្មីហើយខឿនសឡំនោះឯងក៏នឹងត្រូវការឈូសឆាយដើម្បីយកទីធ្លាដីវត្តឲ្យទលាយដល់ពេលមានកម្មវិធីបន់ទានធំទៅស្រួលទុកដាក់ឡានម៉ូតូគ្រាន់ហើយថ្មនឹងក៏ជាថ្មប្រាសាទបុរាណដែរប៉ុន្តែនៅទីដុំថ្មទេរូបរាងប្រាសាទគឺបាត់បង់អស់បាត់ហើយក៏សូមអធិស្ឋានពីសំណាក់គុណម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិប្រុសស្រីទាំងអស់ដែរប្រសងធ្វើការនិងអង្គខ្លះមានពើអង្គសាក់មានចំពោះមានអង្គខ្លះដោះទៅព្រោះអីប្រសងលោកធ្វើការទៅលោកក្តៅស្អុះស្អាប់ទៅលោកដោះអញ្ចឹងឯងហើយក៏សូមអធិស្ឋានផងហើយថ្មមួយដុំហ្នឹងក៏មិនមែនស្រាលដែរគឺទម្ងន់ជិត1តោនធ្ងន់ណាស់តម្រុំបានប្រមេលរបានរំកិលមកដល់កន្លែងដែលត្រូវដាក់គឺចំណាយទាំងកម្លាំងចំណាយទាំងពេលវេលាណាមួយប្រសងល្ងាចក៏អត់មានអីឆាន់ដែរបើពុទ្ធបរិស័ទមានសទ្ធាទេអាចអញ្ជើញចូលរួមបរិច្ចាគសទ្ធាដើម្បីមានភេជ្ជៈប្រគិនប្រសងឆាន់ពេលល្ងាចផងហើយណាមួយវត្តយើងក៏ទើបតែកើតថ្មីដែរបងអ្នកខាងនេះជាព្រះវិហារថ្មីនោះឃើញលំជាព្រះវិហារថ្មីអ្នកខាងនេះជាឃើញព្រះវិហារចាស់សូមចម្រើន